បាទសូមគោរពជំរាបសួរទៅដល់លោកអ្នកបងប្អូនជាក្រុមគ្រួសារនៃក្រុមជំនុំជីវិតថ្មីទាំងអស់គ្នាដែលជាសហគមន៍នៃគ្រួសារដែលមានសេចក្តីស្រឡាញ់ដ៏បរិបូរណ៍ហូរហៀរដើម្បីឲ្យមនុស្សបានមានឱកាសចូលក្នុងប្រវត្តិមានរបស់ព្រះជាម្ចាស់នៅក្នុងសហគមន៍នេះយើងមានរបៀបរស់នៅរបស់យើងរបៀបរស់នៅរបស់យើងមួយគឺយើងចង់ឃើញបងប្អូនរបស់យើងរស់នៅជាបន្តរបស់ព្រះគ្រីស្ទហើយលក្ខណៈមួយនៃបន្តរបស់ព្រះគ្រីស្ទនោះគឺយើងរស់នៅដោយមានចិត្តសប្បុរសខ្ញុំសូមថ្លែងអំណរគុណទៅដល់ដួងចិត្តសប្បុរសរបស់លោកអ្នកបងប្អូនគ្រប់គ្នាដែលមានចិត្តសប្បុរសដើម្បីជួយជាជំនួយទៅដល់បងប្អូនជនភៀសសាក់គ្រប់គ្នានៅតាមបណ្ដាខេត្តដែលជាប់ជាមួយនឹងព្រំដែនជាទីកន្លែងដែលរងផលប៉ះពាល់ជាខ្លាំងហើយតាមរយៈជំនួយលោកអ្នកបងប្អូនយើងខ្ញុំជាក្រុមជំនុំបាននាំនៅជំនួយរបស់លោកអ្នកបងប្អូនទៅជួយបងប្អូនជាច្រើនអ្នកផ្សេងទៀតផងដែរដូច្នេះខ្ញុំពិតជាកោតសរសើរហើយសូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតចំពោះដួងចិត្តសប្បុរសរបស់លោកអ្នកបងប្អូនខ្ញុំពិតជាអរគុណសម្រាប់អំណោយក្តីស្រឡាញ់ដែលចេញពីលោកអ្នកបងប្អូនទាំងអស់គ្នាដែលបានជួយមកកាន់កន្លែងដែលយើងពិបាកហើយយើងពិតជាអរគុណហើយយើងពិតជាពេញចិត្តនៅអំណោយនៃក្តីស្រឡាញ់មួយនេះយើងសង្ឃឹមថាពួកគាត់នឹងទទួលបានហើយពួកគាត់នឹងសប្បាយចិត្តដូចជាពួកខ្ញុំដែរខ្ញុំពិតជាអរគុណដល់សេចក្តីស្រឡាញ់របស់ព្រះអង្គដែលបានជួយមកកាន់យើងហើយវាជាអ្វីដែលល្អជួយដល់ក្រុមអ្នកដែលភៀសសឹកមកតំបន់យើងនេះខ្លះដែរហើយជួយដល់អ្នកភូមិហើយនឹងសិស្សសាលានៅទីនេះឲ្យគាត់អាចទទួលបានអ្វីដែលល្អហើយទីក្តីស្រឡាញ់របស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចជួយយើងបានហើយយើងសង្ឃឹមថាព្រះអង្គនឹងបន្តជួយប្រទានពរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយជួយដល់ក្រុមជំនុំនៅទីនេះអាចកើតក្រុមជំនុំទីនេះអាចកើតឡើងមានបានហើយតាមរយៈអំណោយតិចតួចនេះដែលជួយឲ្យគាត់អាចស្គាល់ហើយលឺអំពីព្រះអង្គដែរយើងពិតជាសប្បាយរីករាយមែនទែនដែលយើងបាននាំអំណោយសម្រាប់ជនជាតិខ្មែររបស់យើងដែលប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនដែលជាអំណោយសប្បុរសធម៌ដែលមានការឧបត្ថម្ភពីលោកអ្នកបងប្អូនទាំងអស់គ្នាមកកាន់ព្រំដែននេះហើយយើងនាំប្រមាណជា100កញ្ចប់ជាងសម្រាប់ប្រជាជននៅក្នុងភូមិដែលជាប់ព្រំដែននេះហើយពិតជាអរគុណហើយថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលបានមានចិត្តសប្បុរសហើយបរិច្ចាគដល់យើងទាំងអស់គ្នាដើម្បីយើងទាំងអស់គ្នាបាននាំមកឲ្យចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងតែមានវិបត្តិហើយនឹងជួបបញ្ហាពិតប្រាកដអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលមានចិត្តសប្បុរសសូមអរគុណអស់លោកអ្នកបងប្អូនទាំងអស់គ្នាដែលជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសតាមរយៈកញ្ចប់ជំនួយដែលអស់លោកអ្នកបងប្អូនបានផ្ដល់ជូនក្រុមការងាររបស់យើងបានរៀបចំហើយបានធ្វើដំណើរមកកាន់តំបន់ជាដែនហើយបានផ្ដល់ជូននៅក្រុមគ្រួសារចំនួន120គ្រួសារដែលទទួលរងផលប៉ះពាល់ដោយសារចំនួននៅតាមតំបន់ជាដែនខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលបានមកដល់ទីនេះហើយខ្ញុំក៏សប្បាយរីករាយដែលយើងបាននាំកញ្ចប់អាហារជូនបងប្អូនរបស់យើងជាង100គ្រួសារនៅថ្ងៃនេះដែលពួកគាត់បានបង្ហាញអំពីស្នាមទឹកមុខញញឹមដោយបានទទួលនៅកញ្ចប់អាហារនៅថ្ងៃនេះផងដែរខ្ញុំពិតជាថ្លែងអំណរគុណលោកអ្នកបងប្អូនទាំងអស់គ្នាដែលបង្ហាញអំពីសេចក្តីស្រឡាញ់រួមគ្នាក្នុងគ្រាមួយនេះសូមព្រះប្រទានពរ